តែលោកមេភូមិកុំអារម្មណ៍អីខ្ញុំមិនសម្លាប់លោកទេព្រោះលោកជាម្ចាស់ស្នេហ៍របស់ខ្ញុំនោះអីតែនាងមិនអាចស្រឡាញ់ខ្ញុំបានទេព្រោះខ្ញុំមានគូតដឹងហើយថាម៉េចមិនអាចទេខ្ញុំរងចាំលោកមេភូមិយូរមកហើយលោកមិនអាចស្រឡាញ់អ្នកណាទេកុំអញ្ចឹងអីណានាងខ្មោចមនុស្សនឹងខ្មោចយើងមិនអាចស្រឡាញ់គ្នាបានទេគឺនាងមែនទេមែនហើយនេះជាគូតដឹងរបស់ខ្ញុំមិនបានទេនាងត្រូវតែងាប់នាងខ្មោចបានច្របាច់កសោភារួចបោះទម្លាក់សោភាដួលទៅលើដីអូយឈិនណាអូនយ៉ាងម៉េចទៅហើយនាងខ្មោចឈប់សាងបាបកម្មទៅបានទេមិនបានទេអ្នកណាក៏មិនអាចយកមេភូមិចេញពីយើងបានដែរក្នុងពេលនោះស្រាប់តែព្រះសង្ឃមួយអង្គក៏បាននិមន្តមកដល់នាងណានឈប់សាងបាបកម្មទៀតទៅណាញោមមិនបានព្រះដេចគុណមិនអាចខត់យើងបានទេតើនាងធ្វើបែបនោះបានប្រយោជន៍អីមានតែធ្វើឲ្យនាងចុះទៅនរកប៉ុណ្ណោះការស្រឡាញ់មិនមែនមានន័យថាត្រូវតែដណ្ដើមឬក៏បំបែកអ្នកណានោះទេខឹងក៏មិនមែនមានន័យថាត្រូវទៅតបតដែររឿងខកបំណងខ្លះគឺមកពីនាងមានកម្មចាស់ត្រូវតែសងអស់ពេលណាញោមនឹងជួបតែរឿងល្អតែបើសិនជាញោមមិនអាចខាត់កំហឹងប្រឹងតតាំងញោមកាន់តែមានកម្មត្រូវបន្តទៅជាតិមុខទៀតជាមិនខានឡើយនាងណានស្រាប់តែយល់នៅព្រះធម៌កើតមានសេចក្តីជ្រះថ្លាអំពីអ្វីដែលព្រះសង្ឃបានផ្ដល់ពេលនោះនាងក៏បានចាប់ផ្ដើមជុំព្រះដេចគុណខ្ញុំកណាដឹងខុសហើយសូមសូត្រព្រះធម៌ឧទ្ទិសកុសលដល់ខ្ញុំកណាផងបានទេចូលញោមបិទភ្នែកលើកដៃប្រណម្យចុះព្រះសង្ឃបានសូត្រធម៌ដល់វិញ្ញាណនាងណានធ្វើឲ្យនាងទៅកាន់សុគតិភពពីពេលនោះទៅអស់អីហើយណាញោមគ្រប់គ្នាបានសុខវិញហើយខ្ញុំកណាសូមអរគុណហើយព្រះដេចគុណខ្ញុំកណាសូមអរគុណព្រះដេចគុណខ្លាំងណាស់ដែលបានមកជួយពួកកណាទាំងពីរនិងអ្នកភូមិមិនអីទេចូលនាំគ្នាសាងល្អណាញោមនោះញោមនឹងជួបតែរឿងល្អដូចគ្នាចាប់តាំងពីពេលនោះមកក្នុងភូមិក៏បានរស់នៅយ៉ាងសុខសាន្តចំណែកសុធានិងសោភាក៏បានរៀបការរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលផងដែរ